ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះជាថ្ងៃជួបស្នេហ៍ដំបូងរបស់ខ្ញុំនៅតាម Facebook មិនដឹងថាខាងប្រុសគេស្អាតឬសង្ហាយ៉ាងណាទេតែយ៉ាងណាក៏ដោយខ្ញុំរងចាំគេនៅទីនេះយ៉ាងអន្ទះសាហើយនេះបើគេបានជួបខ្ញុំភ្លាមគេគិតយ៉ាងម៉េចទៅណោះឬក៏គេសុំមកសុំខ្ញុំរៀបការតែម្ដងប៉ុណ្ណានឹងតែគ្រប់ទឹកឲ្យខ្ញុំនឹងដើរបង្អួតគេអស់ភពពីភូមិសោកណាស់អាំងអីតិចតួចសូខ្ញុំថាគ្មានសង្សារដល់ណានឹងសង្សារតែលេងទេតែប៉ុណ្ណាមិនបាច់សួរទៀតទេដឹងតែកម្មមកហើយបងឯងនេះបើមកដល់ហើយមិនក៏មិននិយាយរកអូនមកអូនខំមិននិយាយចាំបងឯងនឹងយូរហើយណាបងឯងនេះធ្វើឲ្យអូនអួលដល់ហើយអូយរំភើបអួលនៅបានទេរត់ជួយផងជួយខ្ញុំផងអើយជួយខ្ញុំផងខ្លាប់ឯងជួយផងជួយអូយបតបទៀងអូយជួយផងហើយជួយខ្ញុំផងអូយនឹងមិនគេហៅថាស្នេហាមកពីគេថារសជាតិស្នេហាផ្អែមមកខ្ញុំនេះគេជួយវិញជួយចាត់ទៅហើយនេះតាំងពីទំព័រដំបងមកនៃឆាកជីវិតមកតែតាពិតជាអត់មានចិត្តមេត្តាដល់ខ្ញុំឲ្យមានស្នេហាគេសោះអូយខ្ញុំនឹងមកបានជួបគូប្រេងគូពត់ខ្ញុំអត់ណោះឬក៏ត្រង់ងប់ដោយសារលបងហ្នឹងមើលមិនកើតទេវ៉ៃអូយមានអារម្មណ៍ថាឈឺអួលពេញបេះដូងឈឺចុកចាប់ណាស់លោកអើយពិបាកដកដង្ហើមពិបាកព្រមពិបាកចិត្តណាស់ហើយជីវិតខ្ញុំអីក៏តោករាចយ៉ាងនេះលោកអើយទៅឆ្ងាយព្រាបជីវ៉ៃមកដេកអីត្រង់នេះវ៉ៃអត់មានកន្លែងដេកមែនអូនតើឡើងដើមឈើធ្វើអីណាចុះមកក្រោមមកនិយាយគ្នាសិនបងមានរឿងសំខាន់និយាយជាមួយឯងណានឹងមែនជីវិតតួឯងងាប់ឯងចិត្តងាប់ចិត្តរស់ទៅមកដល់ធ្វើអីណាដេញខ្លាថាគោណាឆ្កុយទៀតនឹងហើយអូននឹងហើយជាជីវិតតួឯងមកលឿនអូនចំបងបញ្ញាប់ប្រាប់រឿងសំខាន់ដល់អូនឯងលឿនតិចឆាប់ប្រាប់មកអញ្ចឹងអូនចាំស្ដាប់ថាសារភាពស្រឡាញ់អូនមែនអត់អត់ទេអូនបងមុននេះមានរឿងសំខាន់ចង់ប្រាប់អូនថាបងអត់បានស្រឡាញ់អូនឯងទេឲ្យបងសុំទោសរយៈកាលកន្លងមកនេះបងគ្រាន់តែតាក់ទងខ្លួនឯងលេងទៅប៉ុណ្ណោះអញ្ចឹងយើងបែកគ្នាទៅណាហើយបងក៏មានថងសារថ្មីទៀតហើយដែរបងលាសិនហើយណា Goodbye ចាប់ផ្ដើមលៀបបងចិត្តងាប់ចិត្តរស់ឈិនក្លាស៊ីតបាត់តាហើយគេមកនិយាយថាអត់បានស្រឡាញ់ទេហើយពាក្យមួយម៉ាត់ចុងក្រោយគឺសុំទោសជីវិតនេះគឺស្គាល់តែរកចិត្តសុំទោសហើយឈឺអួលមែនតើនេះឈឺក្នុងបេះដូងអួលចាប់ហើយមានទៅផ្ទះវិញចុងក្រោយជីវិតស្មើសូនដដែលហ្នឹង